អាចកំបាំងនៃកោះ Greenland ហេតុអ្វីបានជាមហាអំណាចអាមេរិកចង់បានកោះទឹកកកមួយនេះខ្លាំងម្ល៉េះកោះ Greenland គឺជាកោះដែលធំបំផុតនៅលើពិភពលោកបើយើងមិនរាប់បញ្ចូលទ្វីបអូស្ត្រាលីវាគឺជាទឹកដីស្វយ័តក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាកមនុស្សជាច្រើនប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាកោះដែលពោពេញទៅដោយទឹកកក 80% នៃផ្ទៃដីសរុបនិងមានប្រជាជនរស់នៅប្រហែល 56,000 នាក់ប៉ុណ្ណោះបែរជាคล้ายជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិកកាលពីឆ្នាំ 2019 អតីតប្រធានាធិបតី Donald Trump ធ្លាប់បានបញ្ចេញគំនិតចង់ទិញកោះនេះពីដាណឺម៉ាកដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញពិភពលោកប៉ុន្តែការពិតទៅអាមេរិកបានព្យាយាមទិញកោះនេះតាំងពីឆ្នាំ 1867 និងឆ្នាំ 1946 មកម្លេះតើមានអ្វីលាក់បាំងនៅក្រោមទឹកកកនោះប្រវត្តិនៃកោះ Greenland និងទំនាក់ទំនងជាមួយអាមេរិក Greenland ត្រូវបានរករកឃើញដំបូងដោយពួក Viking នៅសតវត្សទី 10 ក្រោយមកវាបានក្លាយជាអាណានិគមរបស់ប្រទេសដាណឺម៉ាកនិងន័រវេសនៅឆ្នាំ 1940 នៅពេលដែលអាល្លឺម៉ង់ណាស៊ីបានឈ្លានពានប្រទេសដាណឺម៉ាកសហរដ្ឋអាមេរិកបានចូលមកការពារ Greenland ដើម្បីការពារកុំឲ្យប្រទេសអាល្លឺម៉ង់ប្រើប្រាស់កោះនេះជាមូលដ្ឋានវេយលុកអាមេរិកខាងជើងនៅឆ្នាំ 1951 អាមេរិកនិងដាណឺម៉ាកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដែលអនុញ្ញាតឲ្យអាមេរិកសាងសង់មូលដ្ឋានទ័ពអាកាសដែលជាមូលដ្ឋានទ័ពជើងទឹកភាគខាងជើងបំផុតរបស់ខ្លួនហេតុផលដែលអាមេរិកមិនអាចខ្វះ Greenland បានគឺទីតាំង Greenland ស្ថិតនៅចន្លោះទ្វីបអឺរ៉ុបនិងអាមេរិកខាងជើងវាគឺជាផ្លូវកាត់ខ្លីបំផុតសម្រាប់មីស៊ីលប៉ាឡេស្ទិកពីប្រទេសរុស្ស៊ីមកកាន់អាមេរិកមូលដ្ឋានទ័ពនៅទីនោះមានប្រព័ន្ធរ៉ាដាទំនើបដែលអាចចាប់សញ្ញានិងព្រមានអំពីការវាយប្រហារដោយមីស៊ីលឬយន្តហោះចម្បាំងដែលហោះកាត់ពលខាងជើងនៅពេលដែលទឹកកកពលខាងជើងរលាយផ្លូវនាវាចរថ្មីនឹងលេចឡើងការមានឥទ្ធិពលលើ Greenland មានន័យថាអាមេរិកអាចគ្រប់គ្រងផ្លូវសមុទ្រទាំងនេះនិងទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ីនិងចិននៅក្នុងតំបន់អាក់ទិកក្រោមស្រទាប់ទឹកកក Greenland គឺជារតនសម្បត្តិដែលពិភពលោកកំពុងត្រូវការ Greenland ត្រូវបានគេជឿថាមានផ្ទុកនៅរ៉ែកម្រប្រហែល 25% នៃរ៉ែកម្រសរុបនៅលើពិភពលោករ៉ែទាំងនេះចាំបាច់បំផុតសម្រាប់ផលិតរថយន្តអគ្គិសនីទូរស័ព្ទ Smartphone បន្ទះឈីបកុំព្យូទ័រនិងអាវុធទំនើបមានការប៉ាន់ស្មានថាមានប្រេងកាតនិងឧស្ម័នធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្រោមបាតសមុទ្រជុំវិញកោះមួយនេះរួមមានទាំងមាសពេជ្រអ៊ុយរ៉ាញ៉ូមស័ង្កសីនិងដែកផងដែរកោះនេះផ្ទុកនូវទឹកសាបយ៉ាងច្រើនដែលជាធនធានដ៏មានតម្លៃបំផុតពេលអនាគតការរលាយផ្ទាំងទឹកកកគឺជាមហន្តរាយបរិស្ថានប៉ុន្តែវាក៏ធ្វើឲ្យការធ្វើអាជីវកម្មរ៉ែនិងការរុករកប្រេងកាន់តែងាយស្រួលជាងមុនចិនបានព្យាយាមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុង Greenland ដូចជាប្រលានយន្តហោះនិងអណ្ដូងរ៉ែនេះធ្វើឲ្យអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងនិងខំប្រឹងរារាំងឥទ្ធិពលចិនតាមរយៈការបើកស្ថានកុងស៊ុលឡើងវិញនិងការផ្ដល់ជំនួយសេដ្ឋកិច្ច Greenland មិនមែនគ្រាន់តែជាកោះទឹកកកដ៏ឯកោនោះទេប៉ុន្តែវាគឺជាអចលនទ្រព្យយុទ្ធសាស្ត្រដែលកំណត់ពីអំណាចយោធានិងសន្តិសុខសេដ្ឋកិច្ចរបស់អាមេរិកនៅសតវត្សទី 21 នេះទោះបីជាដាណឺម៉ាកនិងប្រជាជន Greenland មិនព្រមលក់កោះនេះក៏ដោយក៏ទំនាក់ទំនងរវាងអាមេរិកនិង Greenland នឹងកាន់តែស្អិតរមួតខ្លាំងឡើងព្រោះអ្នកណាដែលគ្រប់គ្រង Greenland គឺជាអ្នកដែលគ្រប់គ្រងច្រកទ្វារទៅកាន់ពលខាងជើងតើអ្នកយល់យ៉ាងណាដែរតើ Greenland គួរតែបន្តនៅក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកឬក៏គួរតែក្លាយជាប្រទេសឯករាជ្យដែលស្និទ្ធនឹងអាមេរិក